កម្ពុជារងការវាយប្រហារជាថ្មីម្ដងទៀតពីសំណាក់យោធាថៃតាំងពីថ្ងៃទី7ខែធ្នូរហូតមកដល់ថ្ងៃទី15ខែធ្នូឆ្នាំ2025នេះក្រោយពីមានភាពស្ងប់ស្ងាត់តាំងពីមានបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនៅថ្ងៃទី26ខែតុលាឆ្នាំ2025មកថ្មីនេះពលគឺថ្ងៃទី7ខែធ្នូម៉ោង2រសៀលថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាដែលឈរជើងនៅតំបន់ប្រលានថ្មស្រុកជាំខ្សានខេត្តព្រះវិហារដោយប្រើប្រាស់ប្រភេទកាំភ្លើងដៃកាំភ្លើងយន្ត B40 និងត្បាល់60បាញ់រយៈពេលជាង20នាទីខណៈកម្ពុជាបានតាក់ទងទៅភាគីថៃឲ្យបញ្ឈប់ការបាញ់ប្រហារស្របពេលដែលកម្ពុជាមិនបានបាញ់តបតសូម្បីតែមួយគ្រាប់បន្ទាប់ពីថៃបានបញ្ឈប់ការបាញ់ប្រហារនៅម៉ោង2:32នាទីរសៀលថៃក៏បានបើកការបាញ់ប្រហារជាថ្មីម្ដងទៀតនៅម៉ោង8:02នាទីយប់ហើយបញ្ចប់ទៅវិញនៅម៉ោង8:50នាទីក្រោយពីបើកការបាញ់ប្រហារហើយសៀមបែកជាចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានហើយកម្ពុជាក៏បានជូនជាដំណឹងចំនួន2លើកទៅកាន់ក្រុមអ្នកអង្កេតការអាស៊ាន AOT ថែមទាំងស្នើឲ្យ AOT ចុះទៅទីតាំងដើម្បីស្រាវជ្រាវស៊ើបអង្កេតស្វែងរកការពិតចូលដល់ថ្ងៃទី8ខែធ្នូចាប់ពីវេលាម៉ោងប្រមាណ5:04នាទីព្រឹកយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅក្នុងតំបន់អានសេះខេត្តព្រះវិហារបន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើននិងនៅតំបន់ប្រាសាទព្រះវិហារនៅ5មករាព្រមទាំងចំការចេកដែលការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយបន្ទាប់ពីការបំពានបទឈប់បាញ់របស់ថៃដោយការប្រើប្រាស់អាវុធជាច្រើននេះសម្ដេចតេជោហ៊ុនសែនក៏បានផុសសារលើកទឹកចិត្តនិងជូនដំណឹងថាកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិលយប់មិញនិងព្រឹកនេះក្នុងគោលបំណងទាញឲ្យយើងតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជាថៃសម្ដេចក៏បានបន្ថែមទៀតថាខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយនឹងការឈានពានសូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបខ្ញុំបានចូលដល់ម៉ោង1:36នាទីរសៀលថ្ងៃទី8ដដែលនេះយោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យក្នុងភូមិសាស្ត្រយោធិនភូមិភាគទី5ដោយយោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដោយបានប្រើប្រាស់អាវុធធុនតូចនិងធុនធំយ៉ាងកំរោលនិងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិឋានជនស៊ីវិលរស់នៅគួរបញ្ជាក់ថាយោធាថៃបាញ់ប្រហាររហូតឥតឈប់ឈរតាំងពីព្រឹកថ្ងៃទី8នេះរហូតទៅដល់យប់ហើយទោះបីជាយោធាថៃបានវាយប្រហារទៅលើទីតាំងសមរភូមិចាស់ទាំង11នេះយ៉ាងខ្លាំងក្លាយ៉ាងណាក៏ដោយក៏កម្ពុជានៅតែគោរពទៅតាមបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជាថៃដោយកងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយគឺគ្រាន់តែតាមដានលើការវិវត្តនៃស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំណែកឯប្រជាពលរដ្ឋខ្មែរមួយចំនួនធំបានភៀសសឹកចេញពីតំបន់ដែលយោធាថៃវាយប្រហារខណៈមួយចំនួនទៀតរត់ចូលទៅក្នុងត្រង់សេដើម្បីការពារខ្លួនរីឯសិស្សសាលានិងគ្រូបង្រៀនត្រូវបង្ខំចិត្តរត់ចេញពីសាលាដូចគ្នានៅម៉ោង4រសៀលថ្ងៃទី8នេះដដែលសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានផុសសារមួយថាភារកិច្ចចម្បងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺទី1ការពារប្រជាជនហើយទី2គឺការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាសម្ដេចក៏បានស្នើថាសូមគ្រប់ក្រសួងស្ថាប័នអាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋខ្មែរទាំងអស់រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះហើយរួមសាមគ្គីខ្មែរយើងគឺពិតជាសាមគ្គីមែនដោយគ្រាន់តែព្រឹកថ្ងៃទី9ខែធ្នូមកដល់បុគ្គលល្បីៗជាច្រើនបានបង្កើតទៅជាកន្លែងទទួលជំនួយផ្សេងៗដើម្បីជួយទៅដល់ជនភៀសសឹកនិងកងកម្លាំងយោធាជួរមុខខណៈប្រជាពលរដ្ឋនិងសប្បុរសជនជាច្រើនមានទាំងចាស់ទាំងក្មេងបានប្រមូលផ្តុំគ្នាយ៉ាងច្រើនកកខ្លះស្ម័គ្រចិត្តរៀបចំអីវ៉ាន់ខ្លះទៀតក៏យកជំនួយទៅជួយដែលបង្ហាញពីទឹកចិត្តខ្មែរស្រឡាញ់ជាតិយ៉ាងពិតប្រាកដហើយខ្ញុំផ្ទាល់គិតថាក្មេងៗជាច្រើនដែលជាទំពាំងត្រៀមស្នងរិស័យគឺសិតតែល្អៗនិងពោពេញទៅដោយស្មារតីស្រឡាញ់ជាតិមាតុភូមិ
តាំងពីម៉ោង 4:45 នាទីទីភ្លឺថ្ងៃទី 9 ខែធ្នូនេះយោធាថៃបានបើកការបាញ់ប្រហារនិងប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការចូលដល់ក្នុងភូមិសាស្ត្រភូមិត្រងោលបន្ទាប់មកយោធាថៃក៏បានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះទៀតផងចូលដល់ម៉ោង 12 ថ្ងៃត្រង់យោធាថៃចាប់ផ្ដើមបើកការបាញ់ប្រហារមិនរើសគោលដៅចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោលស្ថិតនៅក្នុងភូមិថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ខណៈកងកម្លាំងកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីគិតត្រឹមថ្ងៃទី9 ខែធ្នូនេះផងដែរជនស៊ីវិលបានស្លាប់សរុបចំនួន7នាក់និងរបួសចំនួន20នាក់ខណៈជនភៀសសឹកមានសរុបចំនួន54,550នាក់មកពីបណ្ដាខេត្តនានាដែលថៃបានបាញ់ប្រហារបើយើងក្រឡេកមកមើលសំណង់ប្រាសាទវិញថៃក៏បានបាញ់បំផ្លាញផងដែរដូចជាវីដេអូនេះគឺជាទស្សនវិជ្ជានិងភស្តុតាងយ៉ាងច្បាស់មិនអាចប្រកែកបានដែលថៃបានបាញ់គំទេចប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជាហើយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើមួយនេះទៅដល់ក្រុមមជ្ឈដ្ឋានជាតិនិងអន្តរជាតិជាពិសេសគឺអង្គការ UNESCO សមាគមអាស៊ាននិងបណ្ដាស្ថាប័នពាក់ព័ន្ធជាដើមចាប់ពីថ្ងៃទី9នេះរហូតទៅដល់ព្រឹកថ្ងៃទី10ការបាញ់ប្រហាររបស់សៀមមកលើកម្ពុជានៅតាមសមរភូមិនានានៅតែបន្តហើយនៅព្រឹកថ្ងៃទី10នេះថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះមកទម្លាក់គ្រាប់បែកចំនួន2គ្រាប់ក្នុងខេត្តបន្ទាយមានជ័យខណៈសមរភូមិផ្សេងទៀតថៃបានប្រើប្រាស់ទាំងកាំភ្លើងផ្លោងគ្រាប់រថក្រោះនិងទាហានថ្មើរជើងវាយសម្រុកយ៉ាងខ្លាំងតាំងពីព្រឹកថ្ងៃទី10នេះរហូតដល់រសៀលប៉ុន្តែកងកម្លាំងកម្ពុជាបានប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពាននិងឈរជើងយ៉ាងរឹងមាំដដែលខណៈយោធាថៃបានបង្កើនកម្លាំងថ្មើរជើងនិងចល័តរថក្រោះបន្ថែមទៅទៀតចូលទៅស្រុកសំពៅលូនខេត្តបាត់ដំបងសម្ដេចតេជោហ៊ុនសែនក៏បានផុសសារសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងការពារទឹកដីនិងយល់ស្របទៅនឹងសំណូមពររបស់យុទ្ធជនម្នាក់ពីសមរភូមិថាសូមជួយជាអំបុកល្អជាងជួយមីហើយសម្ដេចក៏បានបន្ថែមថាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការផ្ដល់ជាមីនៅតែបន្តជាមួយនឹងការផ្ដល់អំបុកបន្ថែមទៀតគូបញ្ជាក់ថាការវាយប្រហាររបស់យោធាថៃគឺវាយប្រហារដល់កំរោលដោយមិនរើសគោលដៅមិនថាជាប្រជាពលរដ្ឋស៊ីវិលឬសំណង់ប្រាសាទនានារបស់កម្ពុជានោះទេជាពិសេសគឺប្រាសាទព្រះវិហារដែលយោធាថៃបានប្លង់ដាក់សារជាថ្មីម្ដងទៀតខណៈអង្គការ UNESCO បានអំពាវនាវឲ្យមានការការពារជាបន្ទាន់នៅសម្បត្តិបេតិកភណ្ឌវប្បធម៌ជាថ្មីម្ដងទៀតឆ្លងពីថ្ងៃទី10ទៅថ្ងៃទី11ថៃនៅតែបន្តវាយសម្រុកចូលដែនអធិបតេយ្យកម្ពុជាដោយរថក្រោះកាំភ្លើងធុនធ្ងន់និងយន្តហោះចម្បាំង F-16 ប៉ុន្តែកងកម្លាំងកម្ពុជាបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែបន្តតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយនឹងសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជានិងសេចក្តីថ្លៃថ្នូររបស់យើងដោយអង្គអាចក្លាហានមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយនិងមិនចោះចាញ់នឹងការបង្ខិតបង្ខំឬក៏បំផិតបំភ័យទោះក្នុងទម្រង់ណាមួយក៏ដោយនៅថ្ងៃទី11ខែធ្នូនេះសម្ដេចធិបតីហ៊ុនម៉ាណែតបានពិភាក្សាតាមទូរស័ព្ទជាមួយអាយុធមអេនវ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីហើយនៅយប់ថ្ងៃទី12ខែធ្នូឆ្នាំ2025សម្ដេចបានពិភាក្សាទូរស័ព្ទជាមួយនឹងអាយុធម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីស្វែងរកវិធីឲ្យមានបទឈប់បាញ់រវាងកម្ពុជាថៃហើយឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរសម្ដេចក៏បានផ្ដល់យោបល់ថាកងទ័ពឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីអាចប្រើប្រាស់សមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេដូចជារូបភាពផ្កាយរណបដែលថតបានអំឡុងពេលនោះនិងក្រោយពេលនោះរយៈពេល24ម៉ោងដើម្បីផ្ទៀងផ្ទាត់ថាតើភាគីណាបាញ់មុនវិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួលនិងមានតម្លាភាពបំផុតក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍មួយនេះប្រធានាធិបតីសហរដ្ឋអាមេរិកអាយុធម Donald Trump បានផុសសារនៅលើបណ្ដាញសង្គមរបស់ខ្លួនយ៉ាងដូចនេះថាលោកបានសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃនិងកម្ពុជាហើយភាគីទាំងសងខាងបានយល់ព្រមឈប់បាញ់និងសាងសន្តិភាពជាថ្មីម្ដងទៀតនាយករដ្ឋមន្ត្រីថៃវិញបែរជានិយាយថាមិនមានបទឈប់បាញ់ជាមួយកម្ពុជាឡើយទោះបីជាអាយុធម Donald Trump បានប្រកាសបែបនេះហើយក៏ដោយសៀមនៅតែបន្តបាញ់ផ្លោងទម្លាក់គ្រាប់បែកនិងវាយសម្រុកចូលទឹកដីកម្ពុជាដដែល
នៅម៉ោង 2 រំលងអាត្រៀតចូលថ្ងៃទី 13 កងទ័ពជើងទឹករបស់ថៃបានបើកការបាញ់ផ្លោងពីនាវាដោយប្រើប្រាស់កាំភ្លើងធំចំនួន20គ្រាប់ចូលមកក្នុងភូមិសាស្ត្រខេត្តកោះកុងបន្ទាប់ពីម៉ោង 2 រំលងអាត្រៀតរហូតដល់ម៉ោង 8 នាទីព្រឹកស្ថានភាពមានសភាពស្ងប់ស្ងាត់បន្ទាប់មកយន្តហោះ F-16 បានទម្លាក់គ្រាប់បែកផ្ដាច់ស្ពានមេទឹកដែលភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ទៅកាន់តំបន់ថ្មដាស្រុកវាវែងបន្ទាប់មកចូលដល់រុស្ស៊ីបន្តិចយោធាថៃក៏បានទម្លាក់គ្រាប់បែកម្ដងទៀតកុំតិចនឹងផ្ដាច់ស្ពាននេះតែម្ដងបន្ទាប់ពីការផ្ដាច់ស្ពានមួយនេះហើយគ្រប់សមរភូមិនានាហាក់មានសភាពស្ងប់ស្ងាត់ខណៈយន្តហោះ F-16 និងដ្រូននៅតែបន្តហោះឆ្វែលនៅតាមតំបន់ទោះបីជាយ៉ាងណាក៏ដោយមិនទាន់បាន1ម៉ោងស្រួលបួលផងការបាញ់ផ្លោងរបស់ថៃក៏បានបន្តជាថ្មីនៅតាមសមរភូមិមួយចំនួនតាំងពីរុស្ស៊ីរហូតដល់យប់ម៉ោង 10 ទើបសមរភូមិចាប់ផ្ដើមស្ងប់ស្ងាត់ការស្ងប់ស្ងាត់នេះគឺចាប់ផ្ដើមពីម៉ោង 10 យប់ថ្ងៃទី 13 រហូតដល់ម៉ោង 5 ទៀបភ្លឺថ្ងៃទី 14 ម្សិលមិញនេះថៃបានបន្តផ្លោងគ្រាប់ចូលច្រកអានសេះនិងឧត្តរមានជ័យហើយចូលដល់ព្រឹកម៉ោង 8 ថ្ងៃទី 14 ដដែលនេះយន្តហោះ F-16 បានបន្តទម្លាក់គ្រាប់បែករីឯគ្រាប់ផ្លោងរបស់ថៃក៏បានហោះមកជាបន្តបន្ទាប់រហូតដល់យប់ម៉ោង 8 ថ្ងៃទី 14 ក៏នៅតែឮសំឡេងគ្រាប់ចូលដល់ម៉ោង 11 យប់ថ្ងៃទី 14 ដដែលសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជាថៃស្ងាត់តែទិសប្រាសាទព្រះវិហារដោយយូផ្លោងមួយគ្រាប់ខ្ញុំបាទក៏សូមបញ្ជាក់ផងដែរថាគិតមកត្រឹមថ្ងៃទី 15 ខែធ្នូឆ្នាំ 2025 នេះវាមានរយៈពេល139ថ្ងៃហើយដែលវីរៈកងទ័ពកម្ពុជាចំនួន 18 រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃចំណែកឯរយៈពេលប៉ុន្មានថ្ងៃដែលថៃវាយប្រហារឥតឈប់ឈរនេះកងកម្លាំងកម្ពុជាក៏បានពលីមួយចំនួនដែរក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបសូមដឹងគុណដល់វីរៈកងទ័ពដែលបានពលីជីវិតនិងជូនពរដល់វីរៈកងទ័ពដែលនៅសមរភូមិមុខផ្សេងទៀតឲ្យជួបតែសេចក្តីសុខនិងសុវត្ថិភាពចាប់ផ្ដើមពីម៉ោង 4 ភ្លឺដល់ម៉ោង 9 ព្រឹកថ្ងៃទី 15 ខែធ្នូនេះយោធាថៃបានចាប់ផ្ដើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធន់ចូលក្នុងភូមិសាស្ត្រអូស្មាច់ប្រាសាទខ្នាប្រាសាទតាក្របីប្រាសាទតាមាន់ធំថ្មដូនក្រុងសំរោងតំបន់អានសេះនិងប្រាសាទព្រះវិហារថែមទាំងបានប្រើប្រាស់គ្រាប់បែកចង្កោមនិងដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅភូមិសាស្ត្រប្រាសាទតាមាន់ប្រាសាទតាក្របីនិងប្រាសាទខ្នាព្រមទាំងចល័តរថក្រោះនៅភូមិសាស្ត្រជាប់អង្គញ់ទៀតផងខណៈស្ថានភាពនៅភូមិសាស្ត្រផ្សេងទៀតមានសភាពស្ងប់ស្ងាត់ចូលមកដល់ម៉ោង 10 និង 8 នាទីព្រឹកយោធាថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកមួយគ្រាប់នៅភូមិសាស្ត្រស្ពានអូជីកនៃព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបហើយ3នាទីក្រោយមកនៅម៉ោង 10 និង 11 នាទីយន្តហោះ F-16 ក៏ទម្លាក់មួយគ្រាប់ទៀតនៅទីតាំងដដែលការទម្លាក់គ្រាប់បែកនេះគឺនៅគៀកនឹងជំរុំជនភៀសសឹកតែម្ដងបណ្ដាលឲ្យពលរដ្ឋជាច្រើនដែលទើបតែភៀសសឹកចេញពីផ្ទះរបស់ពួកគាត់ត្រូវភៀសសឹកចេញពីជំរុំក្នុងស្រុកស្រីស្នំនេះម្ដងទៀតគួរបញ្ជាក់ផងដែរថាការទម្លាក់គ្រាប់បែកពីខាងយោធាសៀមលើកនេះគឺចូលជ្រៅមែនទែនប្រមាណ70គីឡូម៉ែត្រចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយកន្លែងដែលគ្រាប់នេះធ្លាក់គឺមានចម្ងាយតែ90គីឡូម៉ែត្រពីប្រាសាទអង្គរវត្តរបស់ខ្មែរយើងប៉ុណ្ណោះក្រោយពីយើងឃើញទង្វើដែលយោធាថៃធ្លាប់ធ្វើដាក់ប្រាសាទព្រះវិហារប្រាសាទតាក្របីនិងប្រាសាទតាមាន់ធំជាដើមក្តីព្រួយបារម្ភគឺកាន់តែកើនឡើងខ្លាំងទៅដល់ប្រាសាទអង្គរវត្តទោះបីជាខ្ញុំផ្ទាល់គិតថាយោធាថៃនឹងមិនអាចទម្លាក់គ្រាប់បែកនៅប្រាសាទនេះនោះទេប៉ុន្តែការដែលយន្តហោះទម្លាក់គ្រាប់បែកអាចហោះចូលជ្រៅយ៉ាងនេះស្ទើរតែជិតដល់ប្រាសាទអង្គរវត្តទៅហើយគឺបង្ហាញពីចន្លោះដែលយោធាយើងមានហើយខ្ញុំក៏ជឿជាក់ថាថ្នាក់លើក៏មិនអោបដៃឈរមើលដែរចាប់ពីម៉ោង 10 ព្រឹកនេះទៅដល់ម៉ោង 2 រសៀលយោធាថៃបន្តបាញ់ផ្លោងប្រើប្រាស់ដ្រូនហោះមកស៊ើបការនិងប្រើប្រាស់យន្តហោះ F-16 មកទម្លាក់គ្រាប់បែកឥតឈប់ឈរតាមសមរភូមិនានាថែមទាំងមានការបាញ់ផ្សែងពុលយ៉ាងច្រើននៅតាមបណ្ដោយព្រំដែនទៀតផងហើយបើគិតនៅត្រឹមម៉ោង 2 រសៀលថ្ងៃទី 15 ខែធ្នូនេះការវាយប្រហាររបស់យោធាថៃដោយមិនរើសគោលដៅបានធ្វើឲ្យជនស៊ីវិលកម្ពុជាស្លាប់អស់ចំនួនរហូតទៅដល់15នាក់និងរបួស73នាក់ខណៈចំនួនជនភៀសសឹកសរុបគឺមានចំនួន 49293 នាក់ចូលដល់ម៉ោង 3 រសៀលកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានព្យាយាមរុលចូលខាងមុខភូមិសាស្ត្រភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យខណៈកងកម្លាំងកម្ពុជាបន្តឈរជើងការពារដោយអង់អាចក្លាហាន
ក្រឡេកមកមើលជំនួយដែលសប្បុរសជនជួយបរិច្ចាគវិញគឺតកន្ទុយគ្នាមិនដាច់តែម្ដងពិតជាអស្ចារ្យមែនទែនហើយជំនួយទាំងឡាយក៏បានទៅដល់ដៃជនភៀសសឹករាប់សិបម៉ឺននាក់និងវីរៈកងទ័ពផងដែរប៉ុន្តែសូមអ្នកទាំងអស់គ្នាបន្តនៅទឹកចិត្តមួយនេះព្រោះចំនួននេះមិនមែនចប់ត្រឹមនឹងនោះទេក៏មិនចប់ត្រឹមយោធាថៃឈប់បាញ់នៅថ្ងៃនេះឬក៏ថ្ងៃស្អែកដែរចំនួននេះមានរយៈពេលរាប់សិបឆ្នាំមកហើយគំនិតចង់ឈ្លានពានទឹកដីខ្មែរក៏ថៃមិនដែលចោលដែរដូច្នេះយើងត្រូវបន្តជួយនិងគាំទ្រទៅដល់វីរៈកងទ័ពទោះបីប្រទេសយើងមានសន្តិភាពវិញក៏ដោយចូលមកដល់ម៉ោង 4 រសៀលអ្នកនាំពាក្យក្រសួងការបរទេសចិនបានផុសសារមួយនៅលើបណ្ដាញសង្គមរបស់ខ្លួនថាប្រទេសចិនសង្ឃឹមថាកម្ពុជានិងថៃនឹងអនុវត្តការអត់ធ្មត់ជាអតិបរមាហើយចាត់វិធានការទាំងអស់ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នានិងកាត់បន្ថយភាពតានតឹងឲ្យឆាប់តាមដែលអាចធ្វើទៅបានចិននឹងបន្តដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរក្នុងការធ្វើការឲ្យអស់ពីសមត្ថភាពដើម្បីជំរុញការចរចាដើម្បីសន្តិភាពនិងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើងដើម្បីនាំមកនូវបទច្បាញ់និងការស្ដារសន្តិភាពរវាងប្រទេសទាំងពីរនេះក៏អាចរាប់បានថាជាដំណឹងល្អមួយក្នុងការបញ្ឈប់សកម្មភាពឈ្លានពានរបស់យោធាថៃហើយកម្ពុជាក៏សូមអរគុណនៅទឹកចិត្តមិត្តចិនដែលជួយរកសន្តិភាពឲ្យកម្ពុជាប៉ុន្តែទោះបីជាមានការជួយឬក៏មិនមានការជួយពីប្រទេសផ្សេងក៏ដោយកម្ពុជាក៏នៅតែត្រូវពឹងលើខ្លួនឯងដដែលបានន័យថាទឹកដីកម្ពុជាគឺនៅតែពឹងលើប្រជាពលរដ្ឋកម្ពុជាខណៈពេលនេះនៅសមរភូមិមុខទ័ពថៃមានលើសយើងរាប់ម៉ឺននាក់ប៉ុន្តែនៅតែមិនអាចឈ្នះព្រោះនៅសមរភូមិក្រោយខ្មែរមានទ័ព17លាននាក់ទៀតដែលប៉ុន្មានថ្ងៃនេះបានរួមជាចំណែកយ៉ាងធំក្នុងការការពារបូរណភាពទឹកដីខ្ញុំបាទក៏នឹងទទួលជំនួយពីអ្នកទាំងអស់គ្នាតាមរយៈ QR នេះដែរកាលពីជើងមុនខ្ញុំផ្ដោតជួយទៅដល់វីរៈកងទ័ពដែលពាក់លីនិងរងរបួសចំណែកលើកនេះខ្ញុំផ្ដោតលើវីរៈកងទ័ពដែលកំពុងនៅសមរភូមិមុខចាប់ផ្ដើមពីម៉ោង 5 ល្ងាចសមរភូមិអានសែននិងភ្នំខ្មោចបានស្ងប់ស្ងាត់បន្តដោយសមរភូមិថ្មដាតាក្របីនិងថ្មដូនហើយចូលដល់ម៉ោង 8:50 នាទីសមរភូមិទាំងឡាយហាក់មានសភាពស្ងប់ស្ងាត់អស់ទៅហើយនៅឡើយតែសំឡេងគ្រាប់ផ្លោងមួយគ្រាប់ប៉ុណ្ណោះចាប់ពីម៉ោង 10 យប់ថ្ងៃទី 15 រហូតដល់ម៉ោង 4 ទៀបភ្លឺឆ្លងចូលថ្ងៃទី 16 ខែធ្នូនេះគ្រប់សមរភូមិទាំងអស់បានស្ងប់ស្ងាត់អស់ទៅហើយប៉ុន្តែសូមបងប្អូនទាំងអស់គ្នាកុំយល់ច្រឡំថានេះជាសន្តិភាពឲ្យសោះថៃអាចនឹងវាយប្រហារយើងគ្រប់ពេលហើយជនភៀសសឹកទាំងអស់ក៏មិនទាន់បានត្រឡប់ទៅគេហដ្ឋាននៅឡើយដូចគ្នាជំនួយរបស់បងប្អូននៅតែបន្តដើរតួជាសរសៃឈាមសម្រាប់ប្រទេសយើងទាំងមូលភូមិសាស្ត្រប្រាសាទតាក្របីនិងជាប់អង្គញត្រូវបានយោធាថៃបាញ់ផ្លោងឥតឈប់ឈរចាប់តាំងពីម៉ោង 1 រំលងអាធ្រាត្រចូលថ្ងៃទី 16 ខែធ្នូខណៈប្រាសាទព្រះវិហារវិញត្រូវរងការបាញ់ប្រហារដោយកាំភ្លើងធំ155មីលីម៉ែត្រតាំងពីម៉ោង 5:30 នាទីព្រឹកចូលដល់ម៉ោង 6 ព្រឹកថ្ងៃដដែលយោធាថៃនៅតែបន្តបាញ់ផ្លោងភូមិសាស្ត្រប្រាសាទតាក្របីនិងប្រាសាទតាមាន់ថ្មដូនព្រមទាំងភូមិសាស្ត្រភ្នំខ្មោចតាំងពីម៉ោង 8 កន្លះយប់ថ្ងៃទី 15 យោធាថៃប្រើប្រាស់នាវាខ្លួនបាញ់ផ្លោងចូលភូមិសាស្ត្រអូភ្លុកដំរីជាច្រើនម៉ោងឥតឈប់ឈររហូតដល់ម៉ោង 12:14 នាទីរំលងអាធ្រាត្រឆ្លងចូលថ្ងៃទី 16 ទើបមានសភាពស្ងប់ស្ងាត់ចូលមកដល់ម៉ោង 6 ព្រឹកដដែលនេះយោធាថៃក៏បានបើកការបាញ់ផ្លោងទៅកាន់ភូមិសាស្ត្រភូមិជោគជ័យនិងភូមិសាស្ត្រព្រៃច័ន្ទហើយបន្ទាប់ពីការបាញ់ផ្លោងជាង1ម៉ោងនៅម៉ោង 7 កន្លះកម្លាំងថ្មើរជើងយោធាថៃអមដោយរថក្រោះបានរុលចូលភូមិសាស្ត្រព្រៃច័ន្ទដើម្បីធ្វើការលុកលុយចូលទឹកដីកម្ពុជាដូច្នេះការពីយប់ម្សិលមិញនេះគុំថាឡើយកម្ពុជាទទួលបានសន្តិភាពសូម្បីតែសមរភូមិសំខាន់មួយចំនួនក៏យោធាថៃបាញ់ផ្លោងឥតឈប់ឈរផងតើសន្តិភាពកើតឡើងយ៉ាងម៉េចកើតផ្ទុយមកវិញចំនួននៅតែបន្តហើយពីមួយថ្ងៃទៅមួយថ្ងៃហាក់ដូចជាខ្លាំងទៅងាកមកកាន់ជនភៀសសឹកកម្ពុជាវិញគិតត្រឹមថ្ងៃទី 16 ម្សិលមិញនេះគឺមានប្រមាណជាង 42 ម៉ឺននាក់ទៅហើយខណៈក្នុងនោះគឺមានកុមារប្រមាណជាង 13 ម៉ឺននាក់បាទបាញ់គ្នាទេដល់ហើយទៅផ្លុំហ្នឹងហើយបាទទៅផ្លែមានចង់ទៅផ្ទះវិញកូននៅផ្ទះអត់ខ្ញុំចង់ទៅរៀនចង់ទៅរៀនចា សូមឲ្យគាត់បាញ់ឲ្យឈ្នះចោលសៀមឲ្យបាននាងត្រឡប់ទៅរីកវិតទៅផ្ទះវិជប់ឲ្យនាងជប់អូននេះពីង
ងាកមកកាន់សមរភូមិវិញចូលដល់ម៉ោង 8 ព្រឹកយោធាថៃបានបាញ់សម្រុកយ៉ាងខ្លាំងនៅភូមិសាស្ត្រអានសេះខណៈរថក្របំពាក់កាំភ្លើងបានបាញ់ប្រហារចូលភូមិសាស្ត្រភ្នំខ្មោចចាប់តាំងពីម៉ោង 9 រហូតដល់ម៉ោង 11 យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវារថក្រដ្រូនទម្លាក់គ្រាប់បែកនិងដ្រូនធ្វើអត្តឃាតវាយសម្រុកយ៉ាងខ្លាំងនៅប្រាសាទតាក្របីថ្មឆាត់ជប់អង្គុញថ្មដូនភ្នំខ្មោចអូស្មាច់បឹងត្រកួនអូភ្លុកដំរីនិងភូមិជោគជ័យការវាយប្រហារថ្ងៃទី 16 នេះគឺមានសភាពខ្លាំងក្លាជាងសពមួយដងពលគឺយោធាថៃហាក់មានបំណងធ្វើយ៉ាងណាបំបែកខ្សែការពារជួរមុខរបស់យើងតែម្ដងប៉ុន្តែចាប់ពីម៉ោង 11 នេះរហូតទៅដល់ម៉ោង 4 ល្ងាចកងកម្លាំងកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំក្នុងការតតាំងជាមួយនឹងសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ទោះបីជាយោធាថៃបានបន្ថែមការវាយសម្រុកដោយប្រើយន្តហោះទម្លាក់គ្រាប់បែក F-16 ក៏ដោយនៅម៉ោង 4 ល្ងាចនេះសម្ដេចតេជោហ៊ុនសែនក៏បានផុសសារមួយនៅលើเพจផ្លូវការផងដែរដោយសម្ដេចបានមានប្រសាសន៍ថាប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួនបានលើកឡើងថាមានទាហានរុស្ស៊ីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជាសម្ដេចក៏បានបដិសេធនិងបញ្ជាក់ទៀតថាយើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ 1993 មកម្លេះនៅថ្ងៃទី 16 នេះផងដែរវាមានរយៈពេល 140 ថ្ងៃហើយដែលវីរៈកងទ័ពកម្ពុជាចំនួន 18 រូបត្រូវបានថៃដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់យោធាខ្លួនសូមបងប្អូនខ្មែរយើងកុំបំភ្លេចពួកគាត់ឲ្យសោះខ្ញុំសម្លាញ់មិនចេញទេថារយៈពេលយូរប៉ុណ្ណឹងពួកគាត់រងទុក្ខវេទនាប៉ុណ្ណាតើបងប្អូនគ្រួសារអ្នកផ្ទះរបស់គាត់មានអារម្មណ៍បែបណាហើយតើរយៈពេលប៉ុន្មានទៀតទៅពួកគាត់អាចត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារវិញប្រកាសណាស់ថាពេលនេះការជួយទៅដល់ជនភៀសសឹកនិងវីរៈកងទ័ពជួរមុខដែលកំពុងលះបង់ឈាមស្រស់សាច់ស្រស់វាសំខាន់ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាមិនបញ្ចេញសម្លេងម្នាក់មួយម៉ាត់នោះទេក្តីសង្ឃឹមនៃការវិលត្រឡប់មកវិញរបស់ពួកគាត់ក៏កាន់តែតិចទៅដែរចាប់ពីល្ងាចរហូតដល់យប់ម៉ោង 8 យោធាថៃនៅតែបន្តបាញ់ប្លង់នៅតាមសមរភូមិនានាខណៈចូលដល់ម៉ោង 10 កន្លះយប់គ្រប់សមរភូមិទាំងអស់បានស្ងប់ស្ងាត់រហូតដល់ម៉ោង 4 ទៀបភ្លឺចូលថ្ងៃទី 17 ខែធ្នូនេះសភាពស្ងប់ស្ងាត់ក៏នៅតែបន្តដដែលប៉ុន្តែស្ថានភាពយ៉ាងណាទៀតគឺយើងមានតែរងចាំមើលជាក់ស្ដែងប៉ុណ្ណោះនៅម៉ោង 4 ទៀបភ្លឺថ្ងៃទី 17 ខែធ្នូភូមិសាស្ត្រតាថាវប្រាសាទតាក្របីប្រាសាទតាមាន់និងថ្មដូនគឺត្រូវបានយោធាថៃប្រើប្រាស់កាំភ្លើងធំដ្រូនទម្លាក់គ្រាប់បែកកាំភ្លើង DK និងប្រភេទកាំភ្លើង 100 មីលីម៉ែត្រលើរថក្រោះបាញ់ផ្លោងជាបន្តបន្ទាប់ឥតឈប់ឈររយៈពេលជាច្រើនម៉ោងនៅក្នុងភូមិសាស្ត្រភូមិជោគជ័យវិញគឺត្រូវបានយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅវេលាម៉ោង 6:25 នាទីព្រឹកថ្ងៃទី 17 នេះបន្ទាប់មកយោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូភ្លុកដំរីហើយបញ្ជូនកងកម្លាំងថ្មើរជើងព្យាយាមរុលចូលមកទៀតផងសមរភូមិព្រៃច័ន្ទក៏ត្រូវបានកងកម្លាំងថ្មើរជើងអមដោយរថក្រោះរបស់យោធាថៃវាយសម្រុកចូលមកដូចគ្នាហើយដោយការព្យាយាមវាយសម្រុកចូលភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទប៉ុន្មានថ្ងៃនេះហើយនៅតែមិនមានផលអ្វីយោធាថៃក៏ប្រើប្រាស់ដ្រូនស៊ើបការហោះចូលមកជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រភូមិជោគជ័យថែមទាំងបានបាញ់ផ្សែងពុលនៅភូមិព្រៃច័ន្ទទៀតផងក្រោយពីដ្រូនហោះស៊ើបការនៅភូមិជោគជ័យហើយនៅម៉ោង 7:11 នាទីព្រឹកកងកម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យជាថ្មីម្ដងទៀតខណៈនៅវេលាម៉ោង 8 ក្រោយបាញ់ផ្សែងពុលនៅភូមិព្រៃច័ន្ទហើយកងកម្លាំងថ្មើរជើងនិងរថក្រោះក៏វិយសម្រុកយ៉ាងខ្លាំងចូលមកបន្តទៀតហើយយោធាថៃក៏បានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិចំការគោឃុំស្វាយជែកស្រុកស្វាយជែកខេត្តបន្ទាយមានជ័យផងដែរកាលពីព្រឹកថ្ងៃទី 17 ខែធ្នូម្សិលមិញនេះការវាយប្រហាររបស់យោធាថៃគឺមានសភាពខ្លាំងក្លានិងវាយប្រហារជាប់ឥតឈប់តែម្ដងដែលបង្ហាញពីឆន្ទៈក្នុងការទន្ទ្រានដីខ្មែរកាន់តែខ្លាំងឡើងដូចគ្នាយើងមិនដឹងថាបំណងពិតនៅពីក្រោយការវាយបំបុកខ្សែការពារជួរមុខនេះជាអ្វីឲ្យប្រាកដនោះទេប៉ុន្តែកងកម្លាំងជួរមុខរបស់កម្ពុជាបានបន្តការពារយ៉ាងរឹងមាំដដែលតស៊ូយ៉ាងស្វិតស្វាញមិនថាថ្ងៃកំពុងតែក្តៅឬក៏យប់កណ្ដាលអាធ្រាត្រនោះទេគួរបញ្ជាក់ផងដែរថាសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគិតត្រឹមថ្ងៃទី 16 ខែធ្នូឆ្នាំ 2025 ជនស៊ីវិលកម្ពុជាដែលបានបាត់បង់ជីវិតគឺកើនឡើងរហូតដល់ចំនួន 17 នាក់ដែលក្នុងនោះថែមទាំងមានទារកម្នាក់ទៀតផងខណៈមានជនស្លូតត្រង់រងរបួសចំនួន 77 នាក់ចំណែកឯជនភៀសសឹកវិញត្រឹមថ្ងៃទី 17 ខែធ្នូគឺកើនឡើងដល់ប្រមាណ 44,000 នាក់គឺជាង 13,000 គ្រួសារដែលវាជាចំនួនដ៏ច្រើនលើសលប់
បង្កមកពីយោធាថៃទាំងអស់ដូច្នេះសូមបងប្អូនបន្តបរិច្ចាគទៅតាមកន្លែងទទួលជំនួយផ្សេងៗទៀតដើម្បីជួយពួកគាត់ក្នុងគ្រាដ៏លំបាកនេះគិតត្រឹមថ្ងៃទី17ម្សិលមិញនេះផងដែរយោធាថៃគឺបានប្រើប្រាស់សម្ភារៈធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់ជាច្រើនដូចជាយន្តហោះចម្បាំង F-16 រថយន្តបាញ់រ៉ុកែត DTI-2 ដ្រូនទម្លាក់គ្រាប់បែកចង្កោមផ្សែងពុលនិងការដាក់ពង្រាយទាហានដ៏ច្រើនលើលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជារយៈពេល11ថ្ងៃមកហើយមានគ្នាយើងសួរខ្ញុំច្រើនថាហេតុអ្វីកម្ពុជាមិនបាញ់តបតជាមួយនឹងយោធាថៃខ្ញុំចង់ប្រាប់ថាកម្ពុជាយើងគឺមិនចង់មានចំនួនឬក៏វាយប្រហារគេដោយប្រទេសថៃនោះទេប៉ុន្តែការដែលយោធាថៃបានវាយប្រហារបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកឥតឈប់ឈរលើទឹកដីកម្ពុជាបែបនេះវាគឺបង្ខំឲ្យកម្ពុជាប្រើសិទ្ធិការពារខ្លួននិងបាញ់តបតជាមួយនឹងថៃវិញដូច្នេះមិនមែនថាកម្ពុជាមិនបានបាញ់តបតជាមួយនឹងថៃនោះទេកម្ពុជាគឺបានប្រើប្រាស់សិទ្ធិការពារខ្លួននិងបាញ់តបតជាមួយនឹងថៃវិញដូចគ្នាប៉ុន្តែការបាញ់សងទៅកាន់ថៃវិញនេះកម្ពុជាគឺផ្ដោតតែគោលដៅយោធាប៉ុណ្ណោះមិនបានធ្វើការបាញ់ប្រហារណាមួយសម្ដៅជនស៊ីវិលដោយដែលយោធាថៃបានធ្វើដាក់កម្ពុជាឡើយម្យ៉ាងវិញទៀតការបាញ់តបតរបស់កម្ពុជាគឺការបាញ់ការពារខ្លួនដូចក្នុងវីដេអូនេះងាកមកកាន់សមរភូមិវិញចាប់ពីម៉ោង12ថ្ងៃត្រង់នេះទៅដល់ម៉ោង5ល្ងាចយោធាថៃបន្តវាយប្រហារឥតឈប់ឈរនោះទេដោយភាគច្រើនគឺប្រើទ័ពថ្មើរជើងវាយសម្រុកហើយពេលដែលវាយមិនបែកក៏ប្រើប្រាស់កាំភ្លើងបាញ់ផ្លោងឬក៏ផ្សែងពុលបន្ទាប់មកទៅប្រើទ័ពថ្មើរជើងវាយលុកម្ដងហើយម្ដងទៀតខណៈដ្រូននៅតែហោះចូលស៊ើបការជាបន្តបន្ទាប់ចូលមកដល់ម៉ោង8យប់ថ្ងៃដដែលនេះយោធាថៃបានប្រើប្រាស់កាំភ្លើងបាញ់ផ្លោងចូលក្រុងសំរោងនិងឆេះផ្សាររង្វង់មូលគោកមនបណ្ដាលឲ្យស្លាប់មនុស្សម្នាក់និងរបួស2នាក់ផ្សេងទៀតផងនៅថ្ងៃទី17ម្សិលមិញនេះផងដែរលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រកាសថាលោកបានតាក់ទងជាមួយនឹងមេដឹកនាំថៃនិងកម្ពុជាហើយភាគីទាំងពីរបានបង្ហាញបំណងចង់ដោះស្រាយចំនួនព្រំដែនរបស់ពួកគេឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានបន្ថែមទៀតថារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំគ្នានៅថ្ងៃទី22ខែធ្នូសប្តាហ៍ក្រោយនេះដើម្បីព្យាយាមបញ្ចូលប្រទេសទាំងពីរថាសន្តិភាពគឺជារឿងចាំបាច់បំផុតទោះបីជាថ្ងៃនេះយើងឃើញថាយោធាថៃបានវាយសម្រុកមកលើកម្ពុជាយើងកាន់តែខ្លាំងប៉ុន្តែកម្ពុជាយើងក៏មានវិធីសាស្ត្រទប់ទល់ទៅតាមនឹងដូចគ្នាហើយការជោគជ័យតិចតួចនេះគឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះយើងនៅតែមិនដឹងថាចំនួនមួយនេះនឹងបញ្ចប់នៅថ្ងៃណាយូរឬក៏ឆាប់ប្រសិនបើអាចបញ្ចប់មែនតែអាចផ្ទុះឡើងម្ដងទៀតវិញទេដូច្នេះការប្រុងប្រយ័ត្នរបស់យើងគឺត្រូវតែបន្តមានរហូតមិនអាចភ្លេចខ្លួនឬក៏បំភ្លេចទង្វើរបស់ប្រទេសថៃដែលបានធ្វើមកដាក់កម្ពុជាយើងឡើយចាប់តាំងពីម៉ោង 4:30 នាទីរហូតទៅដល់ម៉ោង 5:30 នាទីព្រឹកដែលត្រូវនឹងថ្ងៃទី22ខែ12យោធាថៃនៅតែបន្តបាញ់ផ្លោងចូលមកភូមិសាស្ត្របឹងត្រកួនភូមិព្រៃច័ន្ទនិងបានបាញ់ភ្លើងក្រហមលើភូមិសាស្ត្រភូមិជោគជ័យប៉ុន្តែប៉ុណ្ណោះនៅម៉ោង 5:02 នាទីព្រឹកព្រលឹមយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលភូមិសាស្ត្របឹងត្រកួនឃុំគោក្រមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលបណ្ដាលឲ្យផ្ទះសម្បែងប្រជាជនសូត្រត្រង់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗត្រូវបានបំផ្លិចបំផ្លាញហើយក៏ត្រូវឲ្យជនស៊ីវិលត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្តបន្ទាប់ផងដែរហើយយោធាថៃនៅតែបន្តការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាពលគឺចាប់តាំងពីម៉ោង 5:30 នាទីព្រឹករហូតដល់ម៉ោង 6 ព្រឹកយោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ155 មីលីម៉ែត្របាញ់ផ្លោងប្រមាណជា20គ្រាប់ចូលភូមិសាស្ត្រសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងព្រឹកព្រលឹមហើយអ្វីដែលកាន់តែពិសេសនោះគឺនៅព្រឹកថ្ងៃទី22ខែធ្នូឆ្នាំ2025ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិសេសជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃដែលប្រព្រឹត្តទៅនៅថ្ងៃទី22ខែធ្នូនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីដ
ដើម្បីរកដំណោះស្រាយឲ្យសមប្រកបណាមួយសម្រាប់ភាគីទាំងពីរហើយយើងនឹងតាមដានបន្តថានឹងមានលទ្ធផលបែបណាហើយយើងនឹងសង្ឃឹមមុតមមចំណុចថានឹងមានលទ្ធផលល្អទៅចុះគួរបញ្ជាក់ដែរថាការប្រជុំនេះគឺមានតែរដ្ឋមន្ត្រីការបរទេសនោះទេមិនមាននាយករដ្ឋមន្ត្រីឡើយពោលគឺខាងភាគីកម្ពុជាមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុមដែលជារដ្ឋមន្ត្រីការបរទេសជាតំណាងរបស់កម្ពុជាក្នុងការធ្វើការចរចានៅក្នុងកិច្ចប្រជុំមួយនេះហើយលើសពីនេះទៅទៀតនាយករដ្ឋមន្ត្រីអានវ៉ាអ៊ីប្រាហ៊ីមនឹងរៀបចំ platform មួយដែលធ្វើឲ្យភាគីកម្ពុជានិងភាគីថៃអង្គុយទល់មុខគ្នាក្នុងការចរចាដោយបើកចំហពោលគឺបានន័យថាអ្នកដែលចូលរួមកិច្ចប្រជុំមួយនេះក៏អាចស្ដាប់នៅការចរចានេះបានដែរក៏ប៉ុន្តែយើងតែងតែសង្កេតឃើញថារាល់ពេលដែលកម្ពុជានិងថៃបើកការប្រជុំនិយាយអំពីបញ្ហាឬការស្វែងរកដំណោះស្រាយនៅតាមបន្ទាត់ព្រំដែនខាងភាគីថៃតែងតែបើកការវាយប្រហារយ៉ាងខ្លាំងក្លាមកលើប្រទេសកម្ពុជានៅតាមទីតាំងមួយចំនួនពីព្រោះពួកគេគឺចង់កាន់កាប់ទីតាំងមួយចំនួននោះឲ្យបានមុនពេលនឹងលទ្ធផលនៃការប្រជុំនោះចេញមកដល់ហើយតួយ៉ាងជាក់ស្ដែងនៅម៉ោង 6:00 នាទីព្រឹករហូតដល់ម៉ោង 8:00 នាទីព្រឹកកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថពាសដែកព្យាយាមរុលមកមុខនៅខាងភូមិសាស្ត្រភូមិព្រៃច័ន្ទនិងបឹងត្រកួនហើយព្រមទាំងបានបាញ់ផ្សែងពុលមកលើភូមិសាស្ត្រភូមិព្រៃច័ន្ទផងដែរហើយគួរបញ្ជាក់ដែរថាគិតត្រឹមនៅថ្ងៃទី22ខែធ្នូឆ្នាំ2025នេះគឺមានរយៈពេល146ថ្ងៃហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតនៅការគ្រប់គ្រងរបស់យោធាថៃដោយគ្មានបានដំណឹងពីពួកគាត់ដែលជារឿងដ៏សោកសៅបំផុតចូលមកដល់ម៉ោង 2:42 នាទីយោធាថៃបានបាញ់ប្លង់មកលើទីតាំងប្រជាជនស៊ីវិលដែលកំពុងរស់នៅប្រមាណជា40គ្រាប់នៅភូមិសាស្ត្រស្រុកសំពៅលូនខេត្តបាត់ដំបងសមរភូមិនៅតាមបន្ទាត់ព្រំដែននៅតែមានភាពក្តៅគគុកពោលរហូតដល់ម៉ោង 4 រសៀលនេះយោធាឈ្លានពានសៀមបន្តប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់នៅភូមិសាស្ត្រស្រុកជាំខ្សានខេត្តព្រះវិហារហើយគួរបញ្ជាក់ដែរថាសមរភូមិភូមិបឹងត្រកួនភូមិជោគជ័យនិងភូមិព្រៃច័ន្ទកងកម្លាំងកម្ពុជានៅតែបន្តឈរជើងនិងគ្រប់គ្រងទីតាំងយ៉ាងរឹងមាំបើទោះបីជាទាហានឈ្លានពានសៀមបើកការបាញ់ប្រហារយ៉ាងសន្ធឹកសន្ធាប់តាំងពីព្រឹករហូតមកដល់រសៀលពេលនេះចំណែកឯព័ត៌មានដែលបងប្អូនទន្ទឹងរង់ចាំនោះគឺជាលទ្ធផលនៃការប្រជុំរបស់រដ្ឋមន្ត្រីការបរទេសនៅឯប្រទេសម៉ាឡេស៊ីយើងឃើញថាខាងភាគីកម្ពុជាស្នើឲ្យមានបទឈប់បាញ់នៅវេលាម៉ោង 12:00 នាទីយប់នេះក៏ប៉ុន្តែខាងភាគីថៃនិយាយថាបើចង់ឲ្យមានសំណើនេះជាផ្លូវការគឺខាងភាគីថៃស្នើឲ្យកម្ពុជាសរសេរជាលាយលក្ខណ៍អក្សរឬលិខិតជាផ្លូវការផ្ញើទៅឲ្យប្រទេសថៃមុនថាកម្ពុជាគឺជាអ្នកស្នើសុំឲ្យមានបទឈប់បាញ់មុនក៏ប៉ុន្តែអ្វីដែលល្អជាផ្លែផ្កាក្រោយការប្រជុំមួយនេះគឺប្រហែលជា2ឬ3ថ្ងៃខាងមុខទៀតគឺរវាងមេទ័ពខ្មែរនិងមេទ័ពថៃគឺនឹងមានការជួបជុំដើម្បីបន្ធូរបន្ថយសភាពការដើម្បីឆ្ពោះទៅរកការចរចាឲ្យមានបទឈប់បាញ់ក្នុងពេលណាមួយជាផ្លូវការបើទោះបីជាបទឈប់បាញ់មិនទាន់មានយ៉ាងណាក៏ដោយក៏ប៉ុន្តែយើងក៏បានពិភាក្សាទៅដល់ចំណុចមួយដែលឲ្យមេទ័ពភាគីទាំងពីរនឹងមានការជួបគ្នាក្នុងការចរចានៅថ្ងៃខាងមុខហើយលើសពីនេះទៅទៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងបើកកិច្ចប្រជុំ GBC ម្ដងទៀតនៅថ្ងៃទី24ខែធ្នូឆ្នាំ2025ដើម្បីឲ្យភាគីទាំងពីរចរចាគ្នានិងស្វែងរកបទឈប់បាញ់ម្ដងទៀតដែលជាគោលបំណងដ៏ធំនៅក្នុងការប្រជុំនៅថ្ងៃនេះបកមកសមរភូមិដ៏ក្តៅគគុករបស់យើងវិញនៅប្រមាណជាម៉ោង 8 ជិតចូលម៉ោង 9 យប់យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន2គ្រាប់នៅភូមិសាស្ត្រសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតនៅផ្លូវលេខ58ក្នុងខេត្តបន្ទាយមានជ័យហើយគួរបញ្ជាក់ដែរថានៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅតែមានការបាញ់បោះនិងមានភាពតានតឹងបើទោះបីជាមានការប្រជុំយ៉ាងណាក៏ដោយហើយជាពិសេសខាងភាគីថៃបានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាមកលើប្រទេសកម្ពុជាគួរឲ្យកត់សម្គាល់នៅក្នុងថ្ងៃនេះយើងនៅតែមានក្តីសង្ឃឹមថាការប្រជុំ GBC នៅថ្ងៃខាងមុខរវាងភាគីទាំងពីរនឹងមានបទឈប់បាញ់ទៅចុះហើយជាអ្វីដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់សង្ឃឹមនឹងចង់បាន
ហើយខ្ញុំក៏គ្មានពាក្យអ្វីក្រៅតែពាក្យជូនពរដល់វីរៈកងទ័ពជួរមុខទាំងអស់ឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នាហើយអាចរួចផុតពីគ្រោះថ្នាក់ដ៏កំណាចមួយនេះឆាប់ៗនេះ គិតមកដល់ថ្ងៃទី24ខែធ្នូឆ្នាំ2025គឺមានរយៈពេល18ថ្ងៃហើយដែលភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចការព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025 ហើយគូបញ្ជាក់ដែរថានៅថ្ងៃទី24ខែធ្នូនេះគឺជាថ្ងៃដែលប្រទេសកម្ពុជានិងប្រទេសថៃធ្វើការចូលប្រជុំ GBC ម្ដងទៀតដែលចាប់ផ្ដើមនៅម៉ោង 4 រសៀលនេះចាប់ពីថ្ងៃទី24ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025 បកមកសមរភូមិនៅក្រៅកករបស់យើងវិញប៉ូលគឺប្រទេសសៀមនៅតែធ្វើការឈ្លានពានតាំងពីម៉ោង 12 នាទីរំលងអាធ្រាត្រចូលថ្ងៃទី24ខែធ្នូនេះយោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលសមរភូមិប្រាសាទព្រះវិហារជាបន្តបន្ទាប់សមរភូមិនៅតែបន្តអូសបន្លាយទោះបីជាយប់អាទិត្យយ៉ាងណាក៏ដោយហើយគេសង្កេតឃើញថាយោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺនៅភូមិសាស្ត្រផ្សារកណ្ដាលក្រុងប៉ោយប៉ែតផងដែរ រហូតនៅវេលាម៉ោង 5 ព្រឹកព្រលឹមយោធាថៃបានប្រើប្រាស់កាំភ្លើងប្រភេទ 12.7 ដែលជាអាវុធបំពាក់នៅលើរថក្រោះនិងរថពាសដែកវាយប្រហារមកលើទីតាំងអគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រអូស្មាច់ ចំណែកឯនៅវេលាម៉ោង 7:00 នាទីព្រឹកយោធាថៃនៅតែបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារព្រមទាំងមានកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថពាសដែកបានព្យាយាមរុលមកមុខនៅភូមិសាស្ត្រភូមិជោគជ័យហើយគិតចាប់ពីម៉ោង 7:15 នាទីរហូតដល់ម៉ោង 8:00 នាទីព្រឹកយោធាថៃបានវាយសន្ធប់យ៉ាងខ្លាំងដោយប្រើប្រាស់កាំភ្លើងធំនិងដ្រូនអតិឃាតនៅភូមិសាស្ត្រច័ន្ទក្រហមនិងប្រាសាទព្រះវិហារជាដើមដែលជាសមរភូមិដ៏ក្តៅគគុក ចំណែកឯនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យវិញនាថ្ងៃទី24ខែធ្នូនេះនៅវេលាម៉ោង 9:12 នាទីព្រឹកយោធាថៃបានបាញ់ផ្លោងចំនួន 2 គ្រាប់ចូលភូមិសាស្ត្រក្រុងប៉ោយប៉ែតដោយចំនួន 1 គ្រាប់ធ្លាក់នៅរង្វង់មូល 58 និងចំនួន 1 គ្រាប់ទៀតធ្លាក់នៅសង្កាត់និមិត្តក្រុងប៉ោយប៉ែត ហើយនៅក្នុងខេត្តបន្ទាយមានជ័យនេះដដែលនៅក្នុងភូមិសាស្ត្រស្រុកអូជ្រៅនៅវេលាម៉ោង 9:40 នាទីព្រឹកយោធាថៃបានបាញ់ផ្លោងចំនួន 1 គ្រាប់ដែលបណ្ដាលឲ្យប្រជាជនរងរបួសចំនួន 2 នាក់នៅក្នុងភូមិសាស្ត្រកូនត្រីស្រុកអូជ្រៅជិតផ្លូវលេខ 5 ខេត្តបន្ទាយមានជ័យ ហើយការឈ្លានពានរបស់សៀមដែលគួរឲ្យភ្ញាក់ផ្អើលនៅក្នុងថ្ងៃទី24ខែធ្នូនេះគឺយោធាថៃបានធ្វើការវាយប្រហារចូលមកដល់ភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងដែលធ្វើឲ្យប្រជាជននិងសិស្សានុសិស្សជាច្រើនមានការផិតភ័យជាខ្លាំង ពោលគឺនៅម៉ោង 10:00 នាទីព្រឹកយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ទម្លាក់គ្រាប់បែកចំនួន 4 គ្រាប់ចូលនៅក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅចូលជ្រៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដែលស្ថិតនៅភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបង ដែលនេះគឺជាលើកទី 1 ហើយដែលយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ធ្វើការវាយប្រហារមកលើប្រទេសកម្ពុជា
ហើយគួរបញ្ជាក់ដែរថាយន្តហោះចម្បាំងថៃប្រភេទ T-50 នេះត្រូវបានទិញពីប្រទេសកូរ៉េខាងត្បូងកាលពីខែមករាឆ្នាំ2018មកម្លេះហើយនេះក៏ជាសញ្ញាមួយបង្ហាញឲ្យយើងឃើញថាយោធាថៃកំពុងជួបនៅវិបត្តិហិរញ្ញវត្ថុពីព្រោះថាតម្លៃនៃយន្តហោះចម្បាំង T-50 គឺមានតម្លៃតិចជាងហើយចំណាយនៃការប្រើប្រាស់យន្តហោះ T-50 មួយនេះក៏មានតិចជាងបើធៀបទៅនឹងយន្តហោះចម្បាំង F-16 ដែលថៃយកមកវាយប្រហារមកលើប្រទេសកម្ពុជាដោយសពមួយដងហើយនៅវេលាម៉ោង 11:00 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន4គ្រាប់ក្នុងភូមិសាស្ត្រស្រុកស្លេខ្នំខេត្តសៀមរាបហើយចាប់ពីម៉ោង 12:15 នាទីដល់ម៉ោង 12:30 នាទីថ្ងៃត្រង់យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50 ដដែលទម្លាក់គ្រាប់បែកចង្កោមនៅភូមិសាស្ត្រឃុំស្លក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យហើយគួរបញ្ជាក់ដែរថាគិតមកដល់ពេលនេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 យន្តហោះចម្បាំង T-50 និងគ្រាប់ផ្លោងគ្រប់ប្រភេទចូលតំបន់ស៊ីវិលបណ្ដាលឲ្យមានផលប៉ះពាល់ដូចខាងក្រោមខេត្តព្រះវិហារខូចខាតផ្ទះចំនួន7ខ្នងខេត្តបន្ទាយមានជ័យខូចខាតផ្ទះចំនួន1ខ្នងនិងផ្លូវចំនួន2កន្លែងខេត្តឧត្តរមានជ័យខូចខាតផ្ទះចំនួន1ខ្នងខេត្តបាត់ដំបងខូចខាតអគាររដ្ឋចំនួន1ខ្នងហើយបើយើងក្រឡេកទៅមើលការប្រជុំ GBC ដែលចាប់ផ្ដើមនៅម៉ោង 4 រសៀលនេះដែលធ្វើឡើងពីថ្ងៃទី24ដល់ថ្ងៃទី27ខែធ្នូនេះគឺខាងភាគីថៃនៅតែសំណូមពរ3លក្ខខណ្ឌដដែលនោះគឺលក្ខខណ្ឌទី1កម្ពុជាត្រូវតែជាអ្នកដែលឈប់បាញ់មុនហើយក៏ត្រូវតែឈប់ភ្លាមៗនៅពេលដែលការប្រជុំ GBC ត្រូវបានចាប់ផ្ដើមហើយលក្ខខណ្ឌទី2នោះគឺបទឈប់បាញ់ត្រូវតែមានពិតប្រាកដហើយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រុម AOT ហើយលក្ខខណ្ឌទី3ដែលជាលក្ខខណ្ឌចុងក្រោយនោះគឺខាងភាគីកម្ពុជាត្រូវតែដោះស្រាយនៅបញ្ហាមីនផ្សេងៗនៅតាមបន្ទាត់ព្រំដែនជាបន្ទាន់ហើយកិច្ចប្រជុំក្រុមលេខាធិការនៃគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃដែលហៅកាត់ថា GBC គឺធ្វើឡើងនៅច្រកព្រំដែនព្រំផាកាតខេត្តបៃលិនប្រទេសកម្ពុជាទល់ទៅនឹងខេត្តចន្ទបុរីប្រទេសថៃនៅក្នុងកិច្ចប្រជុំថ្ងៃទី24ខែធ្នូឆ្នាំ2025នេះគឺភាគីទាំងពីរនឹងធ្វើការពិភាក្សាទៅលើខ្លឹមសារនិងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមកដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី3ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ខាងមុខនេះដើម្បីជំរុញស្វែងរកដំណោះស្រាយឲ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកស្ថានភាពដើមឡើងវិញបកមកសមរភូមិនៅក្រៅកករបស់យើងវិញពលគឺនៅម៉ោង 3:00 នាទីរហូតដល់ម៉ោង 5:15 នាទីរសៀលយោធាថៃបានបន្តព្យាយាមសម្រុកវាយប្រហារដោយប្រើប្រាស់កាំភ្លើងធំរថយន្តចល័តរថក្រោះនិងកម្លាំងថ្មើរជើងចូលសមរភូមិប្រាសាទព្រះវិហារប្រាសាទតាមាន់វាលឥន្ទ្រីចំការជែក5មករានិងសម្បុកឃ្មុំជាដើមសមរភូមិនេះនៅតែបន្តរហូតដល់ម៉ោង 7:00 នាទីរហូតដល់ម៉ោង 8:35 នាទីយប់យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺផ្លូវចំនួន4គ្រាប់នៅលើភូមិសាស្ត្របឹងត្រកួនក្រោយពីការបាញ់បំភ្លឺរួចមកយោធាថៃបានប្រើប្រាស់រថក្រោះបាញ់សម្រុកចូលលំនៅដ្ឋានរបស់ប្រជាជនជាច្រើនគ្រាប់នៅភូមិសាស្ត្របឹងត្រកួននិងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រគោកព្រិចជាច្រើនគ្រាប់បន្ថែមទៀតដើម្បីបំផ្លិចបំផ្លាញនិងគំទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជនស៊ីវិលកម្ពុជាចោលទាំងអស់យ៉ាងកំរោលនិងអមនុស្សធម៌យ៉ាងខ្លាំងហើយគួរបញ្ជាក់ដែរថាគិតមកដល់ពេលនេះគឺមានប្រជាជនប្រមាណជាជិតកន្លះលាននាក់ដែលធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួនឯងដោយសារតែរងការប៉ះពាល់ពីសង្គ្រាមមួយនេះចឹងមកដល់ចំណុចកន្លែងនេះខ្ញុំក៏ចង់និយាយក្នុងនាមជាកូនខ្មែរមួយរូបដែរតែពិតជាសោកស្ដាយមែនទែនបន្ទាប់ពីឃើញពួកជនជាតិសៀមនេះមិនត្រឹមតែវាប្រហារមកលើតាមបន្ទាត់ព្រំដែនឬទាហានផ្សេងៗទេហើយថែមទាំងពួកវាមកបាញ់ផ្ទះសម្បែងប្រជាជនប្រជាពលរដ្ឋជនស៊ីវិលហើយពេលខ្លះវាប្រហារទៅលើជនស៊ីវិលដែលស្លូតត្រង់ដែលមិនដឹងអីចឹងពិតជាចូលរួមសោកស្ដាយមែនទែនហើយសម្រាប់យើងជាកងទ័ពជួរក្រោយយើងមិនមានការជួយអីបានច្រើនទេមានតែការ donate ទៅមនុស្សដែលយើងទុកចិត្តបំផុតចាំយើង donate ទៅឲ្យពួកគាត់ហើយព្រមទាំងការជួយជាកម្លាំងក្នុងការលើកស្បៀងឬការរៀបចំស្បៀងផ្សេងៗនៅតាមកន្លែងមួយចំនួនដែលគេប្រមូលស្បៀងផ្សេងៗអញ្ចឹងហើយมันមានអ្វីច្រើនទេមានតែលើកម្រាមដៃ10ជូនពរដល់បងតាហ៊ានជួរមុខព្រមទាំងជនភៀសសឹកទាំងអស់ឲ្យរួចផុតពីគ្រោះដ៏កំណាចមួយនេះទាំងអស់គ្នាទៅចុះ
អរគុណជួបគ្នានៅវីដេអូក្រោយតទៀតចូលមកដល់ថ្ងៃទី27ធ្នូឆ្នាំ2025គឺជាថ្ងៃដែលប្រជាជនកម្ពុជាទាំងអស់ទូទាំងពិភពលោកកំពុងតែទន្ទឹងរង់ចាំនៅលទ្ធផលនៃការប្រជុំ GBC ដែលបានធ្វើឡើងតាំងពីថ្ងៃទី24ខែធ្នូរហូតដល់ថ្ងៃទី27ខែធ្នូហើយការប្រជុំនេះនៅតែធ្វើឡើងនៅច្រកអន្តរជាតិព្រំផាកាតខេត្តបៃលិនប្រទេសកម្ពុជាទល់នឹងខេត្តច័ន្ទបុរីប្រទេសថៃដែលនៅថ្ងៃទី27នេះគឺជាថ្ងៃចុងក្រោយនៃការប្រជុំ GBC ដើម្បីសម្រេចក្នុងការចរចារកសន្តិភាពឡើងវិញទៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក៏ប៉ុន្តែបើយើងងាកមកសមរភូមិនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃរបស់យើងវិញគឺនៅម៉ោង 7:31 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅក្នុងភូមិសាស្ត្រសង្កាត់កំពង់ស្វាយក្រុងសេរីសភ័ណ្ឌខេត្តបន្ទាយមានជ័យហើយចាប់ពីវេលាម៉ោង 7:31 នាទីរហូតដល់ម៉ោង 8:00 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដដែលហោះរំលងចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជានិងបានទម្លាក់គ្រាប់បែកចំនួន16គ្រាប់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យហើយបើទោះបីជានៅព្រឹកថ្ងៃទី27នេះគឺជាថ្ងៃដែលកម្ពុជានិងថៃនឹងធ្វើការចរចានៅក្នុងកិច្ចប្រជុំ GBC យ៉ាងណាក៏ដោយក៏ឃើញថាភាគីថៃនៅតែបើកការវាយប្រហារមកលើកម្ពុជាដដែលសមរភូមិជួរមុខក៏ហាក់ដូចជាស្កប់ស្ងាត់បន្តិចម្ដងបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃដែលហៅកាត់ថា GBC បានប្រព្រឹត្តទៅនៅម៉ោង 9:30 នាទីព្រឹកនៅថ្ងៃទី27ខែធ្នូឆ្នាំ2025នេះនៅច្រកអន្តរជាតិព្រំដែនផាកាតខេត្តបៃលិនប្រទេសកម្ពុជាទល់នឹងខេត្តច័ន្ទបុរីប្រទេសថៃក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍ជាតិហៅកាត់ថា AOT ប្រចាំកម្ពុជានិងថៃគណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិងជាសហប្រធានគណៈកម្មការព្រំដែនទូទៅ GBC ព្រមទាំងគណៈប្រតិភូថៃដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃនិងជាសហប្រធានគណៈកម្មការព្រំដែនទូទៅ GBC ផងដែរគូបញ្ជាក់ដែរថាកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃដែលហៅកាត់ថា GBC នេះគឺធ្វើឡើងដើម្បីស្វែងរកបទឈប់បាញ់និងការបញ្ឈប់រាល់នៅសកម្មភាពនានាតាមបណ្ដោយព្រំដែនកម្ពុជាថៃកម្ពុជាសង្ឃឹមយ៉ាងមុតមមថាកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃដែលហៅកាត់ថា GBC នាពេលនេះនឹងបង្កើតបាននូវបទឈប់បាញ់មួយដែលអាចអនុវត្តបាននិងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចត្រឡប់ទៅរកលំនៅដ្ឋានរបស់ខ្លួនវិញដែលស្ថិតនៅក្នុងទីតាំងដែលមានសុវត្ថិភាពនិងជំរុញឲ្យប្រទេសទាំងពីរបន្តអនុវត្តយន្តការដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីបន្ទាប់ពីការប្រជុំរយៈពេល1ម៉ោងជាងមកលទ្ធផលនៃការប្រជុំ GBC លើកទី3នេះគឺតម្រូវឲ្យមានបទឈប់បាញ់ជាបន្ទាន់រវាងកម្ពុជានិងថៃចាប់ពីម៉ោង 12:00 នាទីថ្ងៃត្រង់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025នេះរយៈពេល72ម៉ោងឬក៏3ថ្ងៃតទៅនេះបើយោងទៅតាមសន្និសីទសារព័ត៌មានបញ្ជាក់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់យើងហើយគូបញ្ជាក់ដែរថាចំនួនកម្ពុជាថៃដែលបានផ្ទុះឡើងម្ដងទៀតនេះគឺចាប់ផ្ដើមចេញពីថ្ងៃទី7ធ្នូរហូតដល់ថ្ងៃទី27ធ្នូនេះពលគឺមានរយៈពេល20ថ្ងៃហើយដែលធ្វើឲ្យប្រជាជនជិតកន្លះលាននាក់ត្រូវបានជម្លៀសខ្លួនទៅរកកន្លែងដែលមានសុវត្ថិភាពមានប្រជាជនស៊ីវិលត្រូវបានស្លាប់និងរងរបួសព្រមទាំងមានយោធាដែលបានស្លាប់និងរងរបួសក្នុងកំឡុងពេលដែលមានចំនួនព្រំដែននេះហើយអ្វីដែលកាន់តែពិសេសនោះគឺប្រសិនបើបទឈប់បាញ់ដែលមានរយៈពេល72ម៉ោងឬ3ថ្ងៃនេះទទួលបានជោគជ័យនោះនឹងឈានដល់ការដោះលែងទាហានខ្មែរចំនួន18រូបដែលទាហានសៀមបានចាប់ក្នុងចំនួនព្រំដែនកម្ពុជាថៃលើកទី1ក្នុងកំឡុងថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាកន្លងទៅនោះហើយគិតមកដល់ថ្ងៃទី27ខែធ្នូនេះគឺមានរយៈពេល151ថ្ងៃហើយដែលយោធាថៃបានចាប់ខ្លួនទាហានខ្មែរយកទៅឃុំឃាំងដែលជារឿងដ៏សោកសៅបំផុតដែលប្រជាជនខ្មែរមិនអាចបំភ្លេចបាន
ហើយគួរបញ្ជាក់ដែរថាការប្រជុំនេះគឺនិយាយអំពីតែបទឈប់បាញ់និងការស្វែងរកបទឈប់បាញ់តែប៉ុណ្ណោះពលគឺមិនទាន់បាននិយាយអំពីការខ័ណ្ឌសេមាឬព្រំដែនណាមួយរបស់ប្រទេសកម្ពុជានិងប្រទេសថៃនៅឡើយដូច្នេះការខ័ណ្ឌសេមាឬព្រំដែនរវាងប្រទេសទាំងពីរគឺនៅតែបន្តផ្អែកទៅតាមការដោះស្រាយការវាស់វែងរបស់គណៈកម្មការព្រំដែនចម្រុះខ័ណ្ឌសេមារវាងប្រទេសទាំងពីរដែលធ្វើទៅតាមបច្ចេកទេសរបស់គណៈកម្មការឬអ្នកជំនាញព្រំដែនដដែល ហើយចាប់តាំងពីការចាប់ផ្ដើមប្រជុំនៅព្រឹកថ្ងៃទី27ខែធ្នូនេះរហូតដល់យប់កណ្ដាលអាធ្រាត្រចូលថ្ងៃទី28នេះគឺឃើញថាមានភាពស្ងប់ស្ងាត់ល្អពោលគឺគ្មានការផ្ទុះអាវុធឬការឈ្លានពានចេញពីសំណាក់ទាហានសៀមទៀតនោះទេហើយយើងក៏នៅតែសង្ឃឹមយ៉ាងមុតមមថាបទឈប់បាញ់នេះគឺនៅតែបន្តរហូតដល់ភាគីទាំងពីរអាចចរចារកសន្តិភាពវិញបានឆាប់ៗនេះ